ចាជំរាបសួរបងប្អូនទាំងអស់គ្នាពិសេសគឺបងប្អូនស្ត្រីចាអញ្ចឹងថ្ងៃនេះនាងខ្ញុំសូមធ្វើបទបង្ហាញតាក់ទងជាមួយនឹងការធ្លាក់សចាអញ្ចឹងតើមានបងប្អូនណាខ្លះដែលមិនធ្លាប់ធ្លាក់សចាបន្តមកទៀតតើមានបងប្អូនណាខ្លះដែលធ្លាក់សក្រោម3ដងក្នុងមួយឆ្នាំតើមានបងប្អូនណាខ្លះដែលធ្លាក់សលើសពី3ដងក្នុងមួយឆ្នាំតើមានបងប្អូនណាខ្លះដែលធ្លាក់សអត់ទៅជួបជាមួយគ្រូពេទ្យនិងតើមានបងប្អូនណាខ្លះដែលធ្លាក់សគឺគាត់តែងតែទៅជួបជាមួយនឹងគ្រូពេទ្យចាអញ្ចឹងអ្វីជាការធ្លាក់សចាអញ្ចឹងបងប្អូនបានមើលឃើញទៅលើរូបភាពហើយចាអញ្ចឹងនេះបានន័យថាជាសម្បាវចាទាំងអស់នេះគឺបានន័យថាគឺជាសម្បាវឬក៏សារជាតិរាវចេញពីទ្វារមាសរបស់ស្ត្រីចាអញ្ចឹងអាហ្នឹងគឺយើងឲ្យនិយមន័យថាជាការធ្លាក់សចាអញ្ចឹងតើការធ្លាក់សហ្នឹងវាចេញពីប្រភពណាខ្លះនៃទ្វារមាសរបស់ស្ត្រីចាអញ្ចឹងមុននឹងបង្ហាញបងប្អូនថាវាចេញពីកន្លែងណាខ្លះពីទ្វារមាសរបស់ស្ត្រីហ្នឹងនាងខ្ញុំចង់បញ្យល់ទៅបងប្អូនទៅលើប្រភេទរបស់ស្ត្រីចានេះយើងប្រយោគចេញមកខាងក្រៅហ្នឹងចាអញ្ចឹងបានយើងមានទ្វារមាសខាងក្រៅមានរន្ធរំភេទមានមាត់ស្បូនមានតួស្បូនចាហើយស្រទាប់រដូវហើយមានដៃស្បូនស្ដាំឆ្វេងនិងកសោមេជីវិតស្ដាំឆ្វេងហើយអញ្ចឹងតើទៅមួយការធ្លាក់សឬក៏ហៅថាធ្លាក់ពីប្រភេទរបស់ស្ត្រីហ្នឹងទី1គឺវាមានការបញ្ចេញពីទ្វារមាសខាងក្រៅចាទ្វារមាសខាងក្រៅហ្នឹងយើងឃើញថាមានកពិញដែលសម្រាប់បញ្ចេញសំណើមហ្នឹង2មានមួយគេហៅកពិញឈ្មោះកឡងបាត់តូឡាំងចាដែលនៅគែមទ្វារមាសខាងក្រៅបន្ទាប់មកទៀតគឺមានកឡង Descan ដែលនៅខាងក្រោមរុនណូមចាហើយបន្ទាប់ពីហ្នឹងគឺយើងមានការបញ្ចេញសារជាតិល្អហ្នឹងតាមរយៈអញ្ចាំងទ្វារមាសខាងក្នុងបន្ទាប់មកទៀតគឺមានការបញ្ចេញជាតិល្អហ្នឹងតាមរយៈកោសិកាមាត់ស្បូនហើយនឹងការបញ្ចេញជាតិល្អហ្នឹងពីក្នុងស្រទាប់រដូវឬក៏ពីក្នុងដៃស្បូនឬក៏ពីក្នុងពោះឆ្លងតាមដៃស្បូនចាធ្លាក់មកក្នុងស្បូនហើយធ្លាក់តាមទ្វារមាសខាងក្រៅចាអញ្ចឹងនេះគឺជាប្រភពនៃការធ្លាក់អំអិលចេញតាមទ្វារមាសរបស់ស្ត្រីតើគ្រប់ការធ្លាក់សសុទ្ធតែខុសប្រក្រតីឬទេចាអញ្ចឹងគ្រប់ការធ្លាក់សគឺវាអាចកត្តាមួយចំនួនក៏វាជាករណីធ្លាក់សធម្មតាដែរចាមិនមែនឲ្យតែការធ្លាក់សសុទ្ធតែខុសប្រក្រតីទេអញ្ចឹងការធ្លាក់សគឺយើងឲ្យនិយមន័យគឺទៅលើពណ៌ទៅលើកំហាប់និងរោគសញ្ញារំខានចាអញ្ចឹងការធ្លាក់សធម្មតាបានន័យថាវាមានពណ៌សវាអាចរៀងខាប់ឬក៏វាអាចជាងថ្លាចាប៉ុន្តែវាអត់មានគេហៅថាក្លិនវាអត់មានជាពណ៌ខុសប្រក្រតីវាអត់មានជាការរំខានដូចជាការបត់ជើងតូចមកជួកាហាយឬក៏រមាស់ឬក៏អត់មានការរួមភេទទៅមានការជឿចុកចាប់អញ្ចឹងទាំងអស់នេះគឺគេហៅថាជាការធ្លាក់អំអិលធម្មតាអញ្ចឹងមិនទៅហៅថាការធ្លាក់សខុសប្រក្រតីបានន័យថាយើងមើលទៅលើពណ៌បានន័យថាពណ៌វាចាប់ផ្ដើមមានពណ៌លឿងខ្លាំងឬក៏បៃតងឬក៏ពណ៌ជាប្រផេះឬក៏ពណ៌របៀបជាផ្កាឈូកឬក៏ជាឈាមក្រហមស្រស់ឬក៏ឈាមកម្ៅអញ្ចឹងអាហ្នឹងគឺខុសប្រក្រតីហើយទៅលើពណ៌បន្ទាប់មកទៅលើកំហាប់ចាកំហាប់របស់វាបានន័យថាវារបៀបជាទឹកដោះគោកកចាឬមួយក៏វារបៀបជាស្អិតខ្លាំងចាឬក៏របៀបដូចជាពណ៌ពេលខ្លះដូចពណ៌ដូចខ្ទុះតែម្ដងបន្ទាប់មកទៀតគឺរោគសញ្ញារំខានដូចជាមានក្លិនបន្ទាប់មកគឺមានការបត់ជើងតូចមកឈូកាហាយឬក៏មានការជឿចុកចាប់នៅពេលដែលមានការរំភេទមានការរមាស់ក្តៅនៅប្រដាប់ភេទរបស់ស្ត្រីហ្នឹងចាអញ្ចឹងហ្នឹងគឺគេហៅថាជាការធ្លាក់សខុសប្រក្រតីចាអញ្ចឹងមូលហេតុអ្វីដែលបង្កឲ្យមានការធ្លាក់សធម្មតាចាអញ្ចឹងការធ្លាក់សធម្មតាហ្នឹងគឺវាបណ្ដាលមកពីទី1នៅក្នុងវគ្គរដូវរបស់ស្ត្រីគឺតែងតែមានការបញ្ចេញនៅសារជាតិអំអិលចាគឺបានន័យថាវាមានការបញ្ចេញពីកោសិកាមាត់ស្បូនយ៉ាងទ្វារមាសហើយជួនកាលវាបញ្ចេញពីមេរោគល្អនៅក្នុងទ្វារមាសហ្នឹងអញ្ចឹងវាមានស្ថានភាពដូចជាពណ៌សឬក៏ដូចជាទឹកដោះគោស្រស់ថ្លាចាបន្ទាប់មកទៀតគឺនៅពេលដែលចំថ្ងៃដែលស្ត្រីបញ្ចេញមានជីវិតហ្នឹងចាដោយសារតែការកើនឡើងនៅអរម៉ូនអ៊ឺស្ត្រូហ្សែនអញ្ចឹងវាធ្វើឲ្យកោសិកាមាត់ស្បូនហ្នឹងមានការបញ្ចេញនៅសារជាតិរាវហ្នឹងច្រើនហើយក៏វាចូលរួមជួយឲ្យមេជីវិតបុរសហ្នឹងឡើងចូលទៅបានងាយស្រួលដែលអាចបង្កកំណើតបានជោគជ័យច្រើនអញ្ចឹងក្នុងករណីហ្នឹងគឺតើតើមួយការធ្លាក់អំអិលហ្នឹងគឺវាមានពណ៌សថ្លាអន្តាយដូចជាពណ៌សនៅក្នុងសុទ្ធអញ្ចឹងបន្ទាប់មកទៀតគឺនៅពេលដែលការបញ្ចេញមេជីវិតស្ត្រីរួចហើយហ្នឹងអរម៉ូនប្រូជេស្តេរ៉ុនមានការកើនឡើងហើយអញ្ចឹងវាធ្វើឲ្យសារជាតិរំអិលបញ្ចេញពីមាត់ស្បូនវាឡើងក្រាស់ស្អិតចាដើម្បីជួយការពារកុំឲ្យមានការឆ្លងមេរោគពីក្នុងទ្វារមាសហ្នឹងទៅក្នុងស្បូនអញ្ចឹងលក្ខណៈរបស់ធ្លាក់សហ្នឹងគឺវាមានពណ៌សខាប់ស្អិតចាជួនកាលដុំក្រាស់ចាអញ្ចឹងអានឹងគឺជាករណីសធម្មតាទៅតាមបន្ទាប់ពីមេជីវិតស្ត្រីបញ្ចេញហើយបន្ទាប់មកទៀតយើងអាចជួបដែរនៅក្នុងពេលមានផ្ទៃពោះពិសេសត្រីមានទី1ចាដោយសារការឡើងនៃអរម៉ូនអ៊ឺស្ត្រូហ្សែនវាធ្វើឲ្យកោសិកាមាត់ស្បូនកោសិកាទ្វារមាសហ្នឹងវាផលិតសារជាតិរាវច្រើនចាអញ្ចឹងតើតើមួយស្ត្រីមានផ្ទៃពោះយើងសង្កេតឃើញថាគាត់តែងតែមានសំណើមទ្វារមាសគាត់ច្រើនជាងស្ត្រីដែលអត់មានផ្ទៃពោះហើយលក្ខណៈរបស់ធ្លាក់សហ្នឹងវាអាចពណ៌សដូចទឹកដោះគោស្រស់ថ្លាល្អចាបន្ទាប់មកទៀតគឺវាអាចនៅក្នុងពេលរួមភេទមានការបញ្ចេញជាតិអំអិលហ្នឹងច្រើនដោយសារតែកពិញបាត់កពិញឈ្មោះបាត់តឡាំងនៅផ្លូវចូលនៃទ្វារមាសហើយនឹងកពិញ Descan ហ្នឹងនៅក្រោមរុននោះវាបញ្ចេញសារជាតិអំអិលច្រើនអញ្ចឹងវាអាចមានពណ៌រាងសខាប់
ចាអញ្ចឹងនៅក្នុងវ័យជំទង់ឬគ្រប់ការដោយសារតែការកើនឡើងនៃអរម៉ូនអេស្ត្រូហ្សែនអញ្ចឹងវាធ្វើឲ្យអាកោសិកាមកស្បូនកោសិកាទ្វីមីនមានការបញ្ចេញជាតិម៉ឺលច្រើនអញ្ចឹងវាធ្វើឲ្យមានការរបៀបជាធ្លាក់ផ្សរបៀបពណ៌ថ្លាតែដោយពណ៌សនៅក្នុងស៊ុតអញ្ចឹងបន្ទាប់មកទីក្នុងវ័យត្រៀមអស់រដូវចាដោយសារមរ៉ែមរូអរម៉ូនវាអត់មានដំណឹងបានន័យថាវាអាចមានការធ្លាក់ចុះនៅអរម៉ូនអេស្ត្រូហ្សែនអញ្ចឹងវាធ្វើឲ្យការបញ្ចេញជាតិម៉ឺលហ្នឹងថយចុះចាអញ្ចឹងវាអាចរៀងស្ងួតទ្វីមាសដល់ពេលក្នុងកន្លងអស់រដូវឬក្រោយអស់រដូវដោយសារការធ្លាក់ចុះនៃអរម៉ូនអេស្ត្រូហ្សែនឬក៏ធ្លាក់សុតខ្លាំងឬក៏អស់អរម៉ូនអេស្ត្រូហ្សែនតែម្ដងអញ្ចឹងធ្វើឲ្យកោសិកាទ្វាមាសហ្នឹងវាមកស្ដើងវាមិនមានការផលិតនៅជាតិម៉ឺលទេអញ្ចឹងអាចធ្វើឲ្យទ្វាមាសរបស់ស្ត្រីហ្នឹងមានសភាពស្ងួតចាមិនមានសំណើមទេចាអញ្ចឹងមូលហេតុអ្វីដែលបង្កឲ្យមានការធ្លាក់សខុសប្រក្រតីវិញចាអញ្ចឹងយើងដឹងហើយថាការធ្លាក់សហ្នឹងវាចេញពីទ្វាមាសរបស់ស្ត្រីតាមកន្លែងណាខ្លះចាអញ្ចឹងបើយើងនិយាយពីថាមកពីទ្វាមាសចាអញ្ចឹងតកតងជាមួយនឹងការធ្លាក់សខុសប្រក្រតីមកពីទ្វាមាសគឺវាអាចមកពីកត្តាការឆ្លងបាក់តេរីចាការឆ្លងបាក់តេរីក៏វាអាចឲ្យមានការរលាកអញ្ចឹងវាធ្វើឲ្យកោសិកានេះមានការបញ្ចេញទឹកងីច្រើនឬក៏អាចមកពីការឆ្លងដោយសារមេរោគផ្សិតចាអញ្ចឹងក៏វាអាចធ្វើឲ្យមានការរលាកនៅទ្វាមាសរបស់ស្ត្រីដែរចាឬក៏មានការរលាកទ្វាមាសនឹងដោយការស្ងួតនៃកោសិកាឧទាហរណ៍ដូចជាការធ្លាក់ចុះនៅអរម៉ូនអេស្ត្រូហ្សែនចាអញ្ចឹងវាធ្វើឲ្យស្ងួតកោសិកាវាធ្វើឲ្យមានការរលាកដែរឬក៏ការឆ្លងនៅពពួកសត្វល្អិតត្រីកុំណាក៏វាអាចធ្វើឲ្យមានការរលាកនិងធ្វើឲ្យមានការធ្លាក់សខុសប្រក្រតីដែរតាមទ្វាមាសបន្ទាប់មកមានអាចបណ្ដាលមកពីការរលាកទ្វាមាសនឹងដោយការផលិតកម្មឧទាហរណ៍ដូចជាយើងប្រើប្រាស់នៅសារជាតិដូចជារបៀបដូចទឹកអនាម័យដែលមានក្លិនក្អូបចាឬមួយក៏ការប្រើប្រាស់សលៃដែលមានក្លិនក្អូបចាឬក៏យើងប្រើប្រាស់ជារបៀបពពួកក្លិននៅក្នុងការដែលយើងលូកលាងដោះទៅក្នុងទ្វាមាសអញ្ចឹងវាអាចធ្វើឲ្យមានការផលិតកម្មរលាកទៅដល់កោសិកានិងអាចធ្វើឲ្យមានការធ្លាក់សខុសប្រក្រតីចាបន្ទាប់មកទៀតដូចជាក្នុងករណីដែលស្ត្រីនឹងគាត់មានការផ្លិចរបស់នៅក្នុងទ្វាមាសគាត់ក្នុងរយៈពេលណាមួយអញ្ចឹងវាឲ្យទៅរលាកធំក្លិនចាវាអាចធ្វើឲ្យមានការធ្លាក់សខុសប្រក្រតីដែរដូចក្នុងករណីស្ត្រីមួយចំនួនគឺគាត់ប្រើរបៀបជាសម្ដីដាក់ចូលទៅក្នុងទ្វាមាសក្នុងពេលដែលគាត់មករដូវឬក៏ការផ្លិចស្រាមអនាម័យនៅក្នុងទ្វាមាសហ្នឹងក៏អាចធ្វើឲ្យមានការរលាកនិងធ្លាក់សខុសប្រក្រតីដែរចាបន្ទាប់មកទៀតគឺការធ្លាក់សខុសប្រក្រតីដែលចេញមកពីមាត់ស្បូនអញ្ចឹងអាហ្នឹងវាគឺយើងឃើញថាវាអាចមានការឆ្លងពពួកបាក់តេរីឈ្មោះ Chlamydia ឬក៏ Gonorrhea ចាដែលវាធ្វើឲ្យមានការរលាកហើយនឹងការធ្លាក់សម្បោរដែលខុសប្រក្រតីចាបន្ទាប់មកវាជួនកាលអាចមកពីកត្តាដែលមានរបៀបជា polyp បានន័យថាជាដុំសាច់ slot ដែលវាដោះចេញពីខាងក្នុងស្បូនហ្នឹងធ្លាក់មកតាមមាត់ស្បូនអញ្ចឹងវាធ្វើឲ្យមានការកកិតអាចឲ្យមានការខូចនៃកោសិកានៅម្ដុំហ្នឹងអាចធ្វើឲ្យមានការធ្លាក់សខុសប្រក្រតីចេញពីមាត់ស្បូនឬក៏មានការឆ្លងនៅពពួកមេរោគ HPV ឬក៏ការគេហៅថាប្រឡាត់មាត់ស្បូនខាងក្នុងចេញមកក្រៅក៏អាចធ្វើឲ្យមានស្ថានភាពនៃការធ្លាក់សខុសប្រក្រតីចេញពីមាត់ស្បូនដែរបន្ទាប់មកគឺការធ្លាក់សខុសប្រក្រតីមកពីក្នុងស្បូនចាអញ្ចឹងដូចជាអីមានការរលាកសតវរដូវដោយសារមេរោគវាឆ្លងចូលក្នុងសតវរដូវទៅវាធ្វើឲ្យរលាកបញ្ចេញជាតិម៉ឺលខុសប្រក្រតីមកឬក៏ការរលាកនៅក្នុងអាងតាគៀកហើយវាឆ្លងតាមដៃស្បូនចូលមកក្នុងស្បូនហើយធ្លាក់តាមទ្វាមាសឬក៏ដោយសារតែមានការសំណល់កូននៅក្នុងស្បូនឧទាហរណ៍ដូចជាក្នុងករណីដែលគាត់រលូតទៅវាអត់ស្អាតវានៅសល់សំណល់អញ្ចឹងវាធ្វើឲ្យមានការឆ្លងរោគវាធ្វើឲ្យមានការរលាកដែលធ្វើឲ្យមានការធ្លាក់សមកធំក្លិនខុសប្រក្រតីឬក៏អាចមកពីកត្តាស្ដើងនៃសតវកោសិកាសតវរដូវដោយសារតែការស្រុតចុះនៅអរម៉ូនអេស្ត្រូហ្សែនក្នុងប្រការណាមួយវាអាចធ្វើឲ្យកោសិកានឹងខូចហើយនឹងអាចធ្វើឲ្យមានការធ្លាក់នៅរំអិលខុសប្រក្រតីដែរឬក៏ក្នុងករណីដែលមានរបស់ខាងក្រៅចូលទៅក្នុងស្បូនឧទាហរណ៍ដូចជាការប្រើប្រាស់ដូចជាកងដាក់ស្បូនអីជាដើមចាសម្រាប់ធ្វើការវិជាកណើតអញ្ចឹងកត្តាណាមួយវាអាចធ្វើឲ្យមានការរលាកនៅខាងក្នុងសតវរដូវអាចធ្វើឲ្យមានការធ្លាក់សខុសប្រក្រតីឬករណីដែលមានដុះសាច់នៅក្នុងសតវរដូវចាឬក៏ដុះសាច់នៅសាច់ស្បូននេះវាតែលោចូលក្នុងសតវរដូវសសឹងតែធ្វើឲ្យមានការរលាកនៃកោសិកាធ្វើឲ្យមានការធ្លាក់សខុសប្រក្រតីកត្តាមួយចំនួនតូចដែលគេហៅថាជំងឺមហារីកសតវរដូវក៏វាអាចធ្វើឲ្យមានការធ្លាក់សារជាតិខុសប្រក្រតីតាមទ្វាមាសដែរហើយមួយចំនួនទៀតគឺដោយសារការស្ទះនៃមាត់ស្បូនអញ្ចឹងវាធ្វើឲ្យមានការធ្លាក់នៅសារជាតិដែលមានក្លិនចាចេញពីទ្វាមាសរបស់ស្ត្រីដែរចាអញ្ចឹងពេលនេះគួរទៅជួបជាមួយនឹងគ្រូពេទ្យចាអញ្ចឹងតកតងជាមួយនឹងការធ្លាក់សដែលគួរជួបជាមួយគ្រូពេទ្យមានការធ្លាក់សដែលមានពណ៌ខុសប្រក្រតីបន្ទាប់មកវាមានរោគសញ្ញារំខានដូចជាមានក្លិនដូចជាមានការចុកអូននៅលើថ្ងាសឬក៏ការលំមាស់ឬក៏កាហាយក្តៅនៅទ្វាមាសឬក៏ការបត់ជើងតូចមកឈួរកាហាយឬក៏ការរួមភេទទៅមានការជិះចុកចាប់អញ្ចឹងរាល់រោគសញ្ញាទាំងអស់នេះគួរស្ត្រីគប្បីមកជួបជាមួយនឹងគ្រូពេទ្យដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវអញ្ចឹងអ្វីដែលហៅថាការធ្លាក់សញាប់ញាប់ចាអញ្ចឹងការធ្លាក់សញាប់ញាប់បានន័យថាជាការធ្លាក់សខុសប្រក្រតីលើសពី3ដងក្នុងមួយឆ្នាំបានន័យថាអាចជាករណីដែលគាត់ព្យាបាលមុនវាជាហើយវាឡើងមកវិញហើយឡើងមកវិញហ្នឹងជារោគសញ្ញាដែលដូចមុនអញ្ចឹងចាហើយវាឆាប់ឡើងក្នុងរយៈពេល1ខែទៅ2ខែហើយបន្ទាប់មកទៀតវាជារោគសញ្ញាដដែលចាដូចមុនអញ្ចឹងអាហ្នឹងគេហៅថាការធ្លាក់សញាប់ញាប់មូលហេតុអ្វីដែលធ្វើឲ្យមានការធ្លាក់សញាប់ញាប់ចាអញ្ចឹងទី1វាអាចមកពីការព្យាបាលមិនបានត្រឹមត្រូវបានន័យថាវាអាចការព្យាបាលនោះវាអត់ចំបញ្ហាហើយឬក៏វាអត់គ្រប់កម្រិតដូសឬក៏យើងអត់បានព្យាបាលទៅដល់ដៃគូរបស់គាត់ចាឬក៏មេរោគហ្នឹងវាស៊ាំជាមួយថ្នាំដែលយើងឲ្យចាអញ្ចឹងអាហ្នឹងគឺគេហៅថាការព្យាបាលអត់បានត្រឹមត្រូវទី2វាអាចមកពីការបាត់ដំណឹង pH នៅក្នុងទ្វាមាសដូចជាកត្តាមួយចំនួនយើងលូកលាងទៅក្នុងទ្វាមាសឬក៏ប្រើសារជាតិណាមួយក្លិនឬក៏អីដែលវាលូកលាងទៅក្នុងទ្វាមាសធ្វើឲ្យខូចនៅសតវ
កោសិកាឬក៏ខូចនៅបាក់តេរីល្អនៅក្នុងទ្វារមាសអញ្ចឹងវាអាចបាត់ដំណឹងនៃ pH នៅក្នុងទ្វារមាសឬក៏ដោយសារតែ stress ឬក៏ការប្រើប្រាស់ថ្នាំសាសសម្រាប់ព្យាបាលការឆ្លងរោគណាមួយឬក៏បើដោយសារតែបម្រែបម្រួលអរម៉ូនដែលវាអាចឲ្យ pH ក្នុងទ្វារមាសយើងមានការប្រែប្រួលហើយមូលហេតុមួយទៀតគឺអាចមកពីការប្រែប្រួលអរម៉ូនដូចជាក្នុងករណីដែលគាត់មានផ្ទៃពោះបំបៅដោះកូនឬក៏ក្នុងវ័យដែលគាត់ត្រៀមអស់រដូវឬក្នុងករណីស្ត្រីមួយចំនួនដែលគាត់ចាប់ផ្ដើមនៃការប្រើប្រាស់ថ្នាំវាកណែតឬក៏ក្នុងករណីដែលគាត់ប្រឈប់នៃការប្រើប្រាស់ថ្នាំវាកណែតអញ្ចឹងវាធ្វើឲ្យមានការប្រែប្រួលអរម៉ូនក៏ធ្វើឲ្យមានការធ្លាក់សញាប់ញ័រដែរបន្ទាប់មកទៀតគឺដោយសារការឆ្លងឡើងវិញឆ្លងមេរោគឡើងវិញពីដៃគូដែលគាត់ផ្ទុកមេរោគហើយអត់បានព្យាបាលហ្នឹងហើយអាចមានដោយសារតែបញ្ហាសុខភាពផ្សេងៗដូចស្ត្រីខ្លះគាត់មានផ្ទុកទឹកនោមផ្អែមជំងឺទឹកនោមផ្អែមឬក៏គាត់គេអត់គ្រប់គ្រាន់គាត់ stress ឬក៏គាត់មានការប្រើប្រាស់ថ្នាំសេះឬក៏គាត់មានជំងឺរ៉ាំរ៉ៃអីណាមួយក៏វាអាចធ្វើឲ្យគាត់មានការធ្លាក់សញាប់ញ័រដែរបន្ទាប់មកមានកត្តាពីការបញ្ហារស់នៅដូចជាការស្លៀកពាក់រឹបឬក៏គាត់ប្រើខោក្នុងហ្នឹងដល់របៀបជាខោដែលផលិតពីកស៊ូមិនមែនជាចិត្តកបាសុតឬក៏គាត់ប្រើសម្លេងអនាម័យតូចជាប់ជាប្រចាំធ្លាប់ជាប់ជាប្រចាំចាហើយអត់បានផ្លាស់ប្ដូរខោក្នុងចាឬក៏គាត់អត់បានសម្អាតប្រដាប់ភេទហ្នឹងឲ្យបានទៀងទាត់ចាបន្ទាប់មកវាអាចមកពីបញ្ហាមាត់ស្បូនឬក៏ស្បូនដូចជាការរលាត់មាត់ស្បូនខាងក្នុងចេញមកក្រៅឬមួយក៏មានដុំអីធ្លាក់តាមមាត់ស្បូនឬក៏មានការរលាកនៅក្នុងអាងតាគីតែមានសារជាតិរាវហ្នឹងវាធ្លាក់តាមដៃស្បូនចូលក្នុងស្បូនហើយចេញតាមទ្វារមាសចាអញ្ចឹងទាំងអស់នេះគឺវាជាកត្តាដែលបង្កឲ្យមានការធ្លាក់សញាប់ញ័រអញ្ចឹងដំណោះស្រាយករណីដែលមានការធ្លាក់សញាប់ញ័រទី1គឺយើងត្រូវវិនិច្ឆ័យការធ្លាក់សហ្នឹងជាការធ្លាក់សខុសប្រក្រតីពួកកត្តាមួយចំនួនស្ត្រីខ្លះឲ្យតែឃើញធ្លាក់សគាត់គិតថាហ្នឹងខុសប្រក្រតីចាអញ្ចឹងវាអាចយើងបែងចែកថាតើការធ្លាក់សញាប់ញ័ររបស់គាត់លើសពី3ដងក្នុងមួយឆ្នាំហ្នឹងជួនកាលវាធ្លាក់សធម្មតា2ដងអាខុសប្រក្រតីម្ដងចឹងហ្នឹងយើងអត់ហៅជាការធ្លាក់សខុសជាការធ្លាក់សញាប់ញ័រទេលុះត្រាតែវាជាប្រភេទការធ្លាក់សខុសប្រក្រតីលើសពី3ដងឡើងលើបន្តមកទៀតយើងត្រូវការជួយជាមួយគ្រូពេទ្យដើម្បីធ្វើតេស្តរកមើលមូលហេតុបង្កដើម្បីយើងព្យាបាលឲ្យបានចំទិសដៅហើយនឹងចាយើងត្រូវព្យាបាលឲ្យបានត្រឹមត្រូវទៅតាមមូលហេតុកាលណាយើងព្យាបាលអត់ត្រឹមត្រូវទេក៏វាជាកត្តាធ្វើឲ្យមានការធ្លាក់សញាប់ញ័រដែរហើយទម្លាប់នៃការរស់នៅល្អបានន័យថាដូចជាការញ៉ាំទឹកឲ្យបាន2លីត្រឡើងលើបត់ជើងទៅឲ្យទៀងទាត់ឧស្សាហ៍ផ្លាស់ប្ដូរខោក្នុងចាអាច5ឬ6ម៉ោងបដូរម្ដងហើយជៀសវាងការពាក់ហប់រឹបតឹងសើមនេះគឺការពារនិងការជួយរក្សា pH នៅក្នុងទ្វារមាសរបស់យើងនឹងឲ្យបានល្អចាដូចជាក្នុងករណីដែលយើងអត់គួរយកជាសាប៊ូក្លិនអីលូកលាងទៅក្នុងទ្វារមាសឬក៏ត្រាំនៅក្នុងទឹកដែលមានក្លិនឬមួយក៏យើងប្រើប្រាស់អាសលីទូចៗហ្នឹងទ្រាប់ជាប់ឬក៏ប្រើប្រាស់អាសលីដែលមានក្លិនចាជួយទ្វារមាសហ្នឹងអាហ្នឹងគឺអាចបានគាត់បើចាំបាច់ជៀសវាងហើយត្រូវជួបជាមួយគ្រូពេទ្យករណីអត់បាត់ហើយនឹងត្រូវធ្វើការតាមដានជាមួយគ្រូពេទ្យក្រោយព្យាបាលហើយទោះបីព្យាបាលហើយក៏យើងត្រូវមានការជួបជាមួយនឹងគ្រូពេទ្យដើម្បីយើងពិនិត្យមើលឡើងវិញដែរចាអញ្ចឹងទាំងអស់នេះគឺជាដំណោះស្រាយនៅក្នុងករណីដែលមានការធ្លាក់សញាប់ញ័រចា